ជំរាបសួរដល់អតិថិជននេះខ្ញុំធ្វើវីដេអូបង្ហាញអំពីទូទ្វារ5 ម៉ាក Hitachi របស់ប្រទេសជប៉ុនណាប្រភេទមានផលិតកកណាម័យហើយមានប្រភេទ Eco សំចៃភ្លើងណាទូនោះវាមានប្រភេទ Inverter ហើយប៉ុន្តែយើងមានមុខងារ Eco ហ្នឹងសំចៃបន្ថែមទៀតអញ្ចឹងនេះយើងចូលដល់ផ្នែកខាងក្នុងនៃទ្វារខាងលើណាកន្លែងដែលយើងផ្លាសេដបទឹកពងមាន់ពងទាមហូបអាហារផ្លែឈើអីហ្នឹងណានេះគឺកន្លែងដែលគេដាក់ហ្នឹងគឺធំទលាយល្អយើងអាចដាក់បានច្រើនហើយថ្នាក់ធ្នើមានច្រើនថ្នាក់ហើយភ្លើងភ្លឺច្បាស់ទាំងពេលថ្ងៃទាំងពេលយប់ណាភ្លើង LED អញ្ចឹងចំពោះកន្លែងទ្វារហ្នឹងក៏កប៉ៅហ្នឹងក៏ធំណាស់ហើយយើងអាចដាក់អីវ៉ាន់បានច្រើនដែរអញ្ចឹងយើងចូលមើលបន្តទៀតគឺកំប៉ុងដែលយើងអាចដាក់ទឹកផលិតកកអនាម័យអូតូណាហើយទូហ្នឹងបើយើងបិទទ្វារឥតចិត្តវានឹងលោតសញ្ញា sensor នឹងប្រាប់ដែលយើងឮសលេងដូចមិញអញ្ចឹងគឺវាបិទទ្វារឥតចិត្តគឺវាអាចនឹងលោតសំឡេងអញ្ចឹងហើយនេះគឺតកកអនាម័យណាដែលផលិតបានអូតូម៉ាទិកនេះគឺយើងគ្រាន់តែដាក់ទឹកចូលកំប៉ុងហ្នឹងទៅវានឹងធ្វើការផលិតតកកអនាម័យមកខ្លួនឯងអូតូម៉ាទិកហ្មងនេះគឺតកកដែលផលិតបានណាអញ្ចឹងយើងចូលមើលថតបន្តទៀតគឺជាថតកកអានេះថតកកហើយខាងក្រោមនេះគឺជាថតកកដែរនេះថតកកសាច់ប្រភេទកកស្ងួតនេះធំទលាយល្អយើងអាចផ្លាសេអីវ៉ាន់បានច្រើនណាប្រភេទហ្នឹងហើយខាងក្រោមនេះគឺជាថតសម្រាប់ផ្លាសេបន្លែផ្លែឈើទុកមិនងាយឲ្យខូចកមិនងាយរលួយណាថតនេះគេធ្វើសីតុណ្ហភាពសម្រាប់ផ្លាសេបន្លែផ្លែឈើអញ្ចឹងនៅផ្ទៃខាងមុខនេះគឺជា function កំណត់សេរីកំណត់សីតុណ្ហភាពដែលយើងចង់កំណត់ណាម៉ាក Hitachi ប្រភេទ inverter នេះប្រភេទទូមកទឹកមកពីប្រទេសជប៉ុនណាសំណុំស៊ីន 100% ណាបងប្អូនដែលមានតម្រូវការបងប្អូនអាចតាក់ទងតាមរយៈលេខទូរស័ព្ទនៅខាងលើបានឬមួយក៏អាចអញ្ជើញមកមើលដល់ទីតាំងក៏បានដែរទីតាំងរបស់ខាងហាងយើងខ្ញុំនៅភ្នំពេញនៅខាងចំការដូងណាអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចតាក់ទងមកបានតាមរយៈខ្សែឋាននៅខាងលើបាទសូមអរគុណ